បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញថាសំពះព្រះបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាខ្លួនឯងសំពះព្រះឬក៏សំពះវត្ថុជាសក្ការៈបូជាអ្វីមួយនោះទំនីទាយនៅក្នុងសុបិនថាពុកម៉ែបងប្អូននឹងអស់គ្រោះហើយនឹងទទួលបានការគ្រប់គ្រងជួយឧបត្ថម្ភពីអ្នកធំឬពីញាតិមិត្តចាស់ទុំខាងម្ដាយផងដែរបាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាសំពះព្រះឬក៏សំពះវត្ថុជាទីសក្ការៈនោះបូជានោះគឺមានអត្ថន័យនៃការបកស្រាយចំណែកលេខសំណាងសម្រាប់អ្នកសុបិនគឺលេខ10លេខ15លេខ19លេខ115លេខ510និងលេខ519បាទជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះខ្ញុំបានក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ